ជាសៀមនេះមិនមែនជាជនជាតិនៅលើទឹកដីសៀមសប្តាហ៍ទេជាជនជាតិដែលមកពីប្រទេសចិនខេត្តយូណានសៀមនេះក្រុមកុលសម្ព័ន្ធជាចៅទាំងប្រុសទាំងស្រីរបស់រស៊ីធ្វើចៅចូលទៅរុករៀនទន្ទ្រានប្រជាពលរដ្ឋចិននៅខេត្តយូណានណាក៏រដ្ឋាភិបាលនៃប្រទេសចិនហ្នឹងគេចាត់វិធានការគេកំចាត់ដេញចេញពីស្រុកទេអត់ឲ្យនៅម្ល៉េះជនជាតិសៀមនេះក៏ធ្វើអន្តោប្រវេសន៍ចេញពីខេត្តយូណានមកអន្តោប្រវេសន៍គឺចេញមករកទីតាំងភូមិករនៅថ្មីក៏ដល់អន្តោប្រវេសន៍មកដល់មកនៅលើទឹកដីកម្ពុជាអញ្ចឹងណាដីសៀមសប្តាហ៍នេះដីកម្ពុជាយើងពីសង្គមណាបងហើយនឹងដីរបស់មោនប្រទេសមោនមួយសៀមលេបអស់ជនជាតិមោនហើយនឹងទឹកដីកម្ពុជាទឹកដីកម្ពុជាយើងវាយកបាន37ខែសប្តាហ៍នេះយ៉ាងម៉េចច្រើនជាងដីយើងដែលសេសសល់តែ25ខែក្រុងទេហើយ25ខែធំនេះมันជាធំប្រមាណទេតូចបោកខេត្តដែលវាយកឲ្យធំណាបងមានវិសាលភាពធំបានទាំងប្រាសាទបុរាណយើងប្រាសាទដែលសាងពីថ្មពីអត់ដែលប្រាសាទនៅលុបបូរីនៅភីម៉ាយនៅអង្គររាជសតែប្រាសាទយើងទាំងអស់នេះសំជរៀបញញៀតចាតែរឿងអតីតកាលយើងខ្មែរអត់បានគិតទេថាវាកន្លងហួសទៅហើយក៏សុខចិត្តនៅស្ងៀមដែរបើឡូវមហិច្ឆតារបស់សៀមមិនស្ងប់ចង់បានលេបទឹកដីយើងឲ្យអស់តែហ្មងបងហើយយើងនិយាយមើលមកទៅខ្មែរសូរ៉ែនខ្មែរស៊ីសកេតខ្មែរអង្គររាជខ្មែរប្រជានសោះតែខ្មែរទាំងអស់ដែលសៀមវាមកយកទៅត្រួតត្រាខ្មែរទាំងអស់នោះនៅក្រោមការគ្រប់គ្រងរបស់សៀមមិនដឹងទៅណាបើភូមិកំណើតខ្លួននឹងណាក៏នៅទៅញោមទៅសរិនអីទៅបើមិននិយាយខ្មែររញោនេះភាសាខ្មែរបើទៅបរិរាមទៅអង្គររាជអីណាសិតតែខ្មែរញ៉ាតាមកសុំលើកប្រវត្តិរបស់សៀមគឺមិនចាប់តែបើចង់លេបយកទឹកដីយើងឲ្យអស់លលីពីមុនមានកម្ពុជាក្រោមខ្មែរក្រោមខ្មែរកណ្ដាលខ្មែរលើឥឡូវវាចង់លេបខ្មែរកណ្ដាលឲ្យអស់លលីកុំឲ្យមានខ្មែរកណ្ដាលទៀតមកស្រីអាចធ្វើឲ្យទីក្រុងរុងរឿងស្រីអាចធ្វើឲ្យផ្ទះរុងរឿងស្រីជាពលឺនៅក្នុងផ្ទះជាសេរីសួស្តីក្នុងផ្ទះបើកូនធ្វើល្អនឹងរុងរឿងអញ្ចឹងហើយបានជាញោមញាតធ្លាប់រៀនច្បាប់ស្រីដឹងហើយពាក្យទាំងហ្នឹងនៅក្នុងរឿងច្បាប់ស្រីហ្នឹងក្នុងរឿងវិធុបណ្ឌិតអញ្ចឹងបានថាអស្ចារ្យស្ត្រីអាចធ្វើឲ្យពិភពលោកយើងនេះបានស្ងប់ធ្វើឲ្យពិភពលោកយើងនេះបានសុខចម្រុងចម្រើនបានមិនថាតែប្រុសនោះទេមិនតែប៉ុណ្ណោះទៀតសោតច្បាប់ហ្នឹងក៏មាននៅក្នុងសង្គមខ្មែរហៅថាច្បាប់ប្រុសច្បាប់ស្រីហ្នឹងបានគេនិយាយថាសនាបយោងដីស្រីយោងប្រុសល្ងងអត់មានចំណេះចេះដឹងខ្ពង់ខ្ពស់ប្រហែលអាអ្នកអញ្ជាត់ត្រីណាញោមណាហើយដូច្នេះកាលពីបានប្រពន្ធដែលមានគំនិតមិនល្អដាក់ត្រីក្នុងកញ្ជើទៅវាចេះតែធ្លុះចេះតែធ្លាយទៅអត់ចេះបិទកញ្ជើទេប្តីនឹងរស់ស៊ីអាម៉េចក៏អត់មានដែរប្តីនឹងប្រឹងកប់តាំងពីព្រលឹមទល់ប្រលប់អាម៉េចបើគំនិតស្រីនឹងអត់កើតអត់មានទេដល់តែពេលដូរប្រពន្ធជាមួយនាយសំពៅអាប្រពន្ធគេនោះគេមានគំនិតគេចេះចុកកញ្ជើនឹងឲ្យចិត្តហើយទៅបានត្រីច្រើនគេចេះចែកឲ្យអ្នកភ្ញៀវនៅជុំវិញផ្ទះគេយកអ្នកភ្ញៀវជុំវិញផ្ទះធ្វើជាញាតិធ្វើជាបងប្អូនคล้ายទៅជាញាតិពេញភូមិទាំងអស់ទីបំផុតធ្វើឲ្យគ្រួសារនេះคล้ายជាសេដ្ឋីមិនត្រឹមតែសេដ្ឋីទេជួយប្តីធ្វើការរហូតដល់ក្នុងវាំងបានទៀតដូចយើងសពថ្ងៃថាឡើងអុកញ៉ាបានទៀតញោមមើលគ្នាប្តីអត់ចេះឲ្យសោះប៉ុន្តែឡើងបានដោយសារគំនិតប្រពន្ធចឹងហើយបុរាណគេថាកតុយត្រីប្រានាងអុកណាកតុយត្រីផ្ទក់មាននាងកែវណាញោមណាកតុយត្រីប្រានាងអុកហ្នឹងមានន័យថាអុកញ៉ាធំគឺមានកតុយចាំបត់ចកោតហ្នឹងគឺពួកនាងជំទាវហ្នឹងហើយអាដាមហ្នឹងហើយអាដាមមាននាងជំទាវអ្នកចាំបត់ហើយដល់កតុយត្រីផ្ទក់មាននាងកែវហ្នឹងមានន័យថាដូចជាមនុស្សប្រុសដែលធ្វើជាអាមាត្យធ្វើជាអីហ្នឹងពួក
ឬពួកអ្នកស្ត្រីនឹងជាអ្នកចាំជួយបត់ចកោតអញ្ចឹងប្តីនិងប្រពន្ធតែងតែមានការជួយគ្នាទើបធ្វើឲ្យគ្រួសាររុងរឿងរីកចម្រើនទៅបានចុះបើស្រីមានកំណត់ល្អហើយប្រុសតួនាទីប្រុសមិនសូវជាសំខាន់ផ្នែកខាងអលង្ការខាងតុបតែងឲ្យសង្ហាលៀបសក់ពណ៌ពាក់កវិលស្លៀកខោលហែកទេសំខាន់ឲ្យតែមានចំណេះដឹងជ្រៅជ្រះមានការងារពិតប្រាកដគ្រួសារនឹងរុងរឿងហើយបើគេស្រឡាញ់ប្រុសមែនតែនគេមិនមែនមើលអាណាលៀបសក់ក្រហមពាក់កវិល2 3ស្លៀកខោលហែកនោះទេគេរើសមើលអាណាដែលចរិតល្អដឹងចាស់ដឹងទុំចេះរកស៊ីចេះធ្វើការឯនោះទេប៉ុន្តែមកពីយើងអត់បានរៀនច្បាប់ប្រុសទៅចាប់ប្លង់ខុសខំលៀបសក់ឲ្យក្រហមលៀបម្សៅដូចស្រីដាក់ក្រែមស្លៀកខោលហែកគីឡូមានស្រីស្រឡាញ់បានហើយគេថានាងរត់រអ្នកអាខាតលក្ខរត់របាក់អន្សាបើជាមទីរត់រអុកញ៉ាបើទេពធីតារត់រទេវបុត្រទេពធីតារត់រស្ដាច់ចេះអញ្ចឹងអ្នកដែលនិយមភាពហឺហាដល់លបានគ្នាសុទ្ធអាប្រភេទនងដូចគ្នានឹងឯងឆ្លោះតែគ្នានឹងឯងកាមមិនតាន់មកដៃផងឆ្លោះគ្នាបាត់ហើយបើដល់គេអ្នកប្រឹងរស់ស៊ីត្រឹមត្រូវគេពិនិត្យមើលពីចំណេះដឹងខាងស្រីគេមើលអិរិយាខាងប្រុសគេមើលចំណេះដឹងនិងភាពឧស្សាហ៍ព្យាយាមអានឹងបានហើយរូបរាងសបកក្រៅវាមិនជាអីប្រមាណទេគ្មានពីណាកិច្ចផុតពីអនិច្ចំឯណាញោមណាតែយើងចាស់ទៅស្បែកពណ៌សបល់វានឹងដូរពណ៌តាមនឹងហើយបើអញ្ចេះចិត្តស្រឡាញ់ឯនោះទេដែលវាល្អមែនតើណាញោមចឹងបានពពុទ្ធលោកទ្រង់សម្ដែងឲ្យមនុស្សយើងចេះយោគយល់គ្នាចឹងបានមានរឿងស្ត្រីនឹងអញ្ចេះគេថាខឹងខុសខឹងខាតខឹងខូចនៅជាមួយម្នាក់ឯងនៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នពាក្យសម្ដីហ្នឹងសំខាន់ហើយនឹងការឆេវឆាវខឹងខុសខឹងខាតខឹងខូចខឹងមួយផ្លែតខូចការគេនិយាយពីការពិចារណាសិនអានឹងទើបមិនតន់យឺតពេលទេពេលនោះឯងមានប្តីប្រពន្ធ2នាក់ទៅរកស៊ីឲ្យប្រពន្ធចាំផ្ទះប្រពន្ធនៅចាំផ្ទះអានឹងរឿងរបស់ចិនប្តីទៅបាត់ទៅមកពីរកស៊ីវិញចូលរត់ទិញអីដាក់ផ្ទះស្រាប់តែឃើញថោផ្កាមួយស្អាតគេសរសេរអក្សរដាក់នឹងថោហ្នឹងថាបើសិនជាយើងខឹងអីអត់ធ្មត់សិនទៅក៏មិនទាន់យឺតពេលដែរកុំអាលគិតកុំអាលសម្រេចចិត្តអីទាំងខឹងថាអញ្ចឹងណានឹងថោហ្នឹងស្រាប់តែដល់ពេលតថ្លៃទិញទៅវាថ្លៃពេកអត់ហ៊ានទិញក៏មកផ្ទះមកដល់ផ្ទះឃើញស្បែកជើងនៅផ្ទះ2គូប្រុស1គូស្រី1គូចូលមកក្នុងផ្ទះឃើញខោអាវប្រុសនៅនឹងទៀតអើទៅលើក្រែដេកឃើញខ្នើយឃើញខោអាវប្រុសនៅលើក្រែនឹងទៀតខាងណាស់ប្រពន្ធអញមកតែក្បត់ទាញក្បិតមករកកាប់ហ្មងមករកកាប់ពឹបប្រពន្ធនៅនោះឃើញតែប្តីមកខំអមកសាពះជំរាបសួរប្តីទាញក្បិតខ្វោករកកាប់ប្តីរកកាប់ប្រពន្ធថាបងឯងមានរឿងអីប្តីនឹងនឹកឃើញថាអាពាក្យគេទៅសេនឹងធោមិញថាបើខឹងអីឲ្យទ្រាំបន្តិចសិនទៅក៏មិនទាន់យឺតពេលដែរកុំអាគិតទាំងខឹងកុំអាសម្រេចចិត្តទាំងខឹងអញ្ចឹងទ្រាំបន្តិចសិនទៅកុំអាកាប់សួរសិនយើងប្រុងកាប់នាងហេតុអីបានយើងមិននៅនាងហ៊ានយកប្រុសយកអីមកដេកអីមានស្បែកជើងមានខោអាវបាននាងនឹងប្រាប់ថាខ្ញុំស្រឡាញ់ប្តីណាស់ពេលប្តីទៅបាត់ខ្ញុំចាត់ទុកថាប្តីនៅជាមួយខ្ញុំដាក់ស្បែកជើងឲ្យញាតិគេអ្នកស្រុកមើលថាប្តីនៅនឹងអត់ទៅណាចោលខ្ញុំទេអញ្ចឹងពួកខ្មាំងពួកចោលវាអត់ហ៊ានមកបៀតបៀនដោយសារវាយល់ថាប្តីនៅនឹងឃើញខោអាវឃើញស្បែកជើងហើយខ្ញុំដាក់ខោអាវលើក្រែកន្លែងខ្ញុំដេកទាំងខោអាវរបស់មានជារបស់នរណាទេគឺជារបស់បងឯងតាស្បែកជើងបងឯងខោអាវបងឯងតាខ្ញុំចាត់ទុកថាបងឯងនៅជាមួយខ្ញុំជានិច្ចម៉ែទុកឪពុកដាក់មកខ្ញុំមិនលះបង់ទេទោះបីប្តីទៅជាឆ្កែជាឆ្មាក៏នៅតែប្តីខ្ញុំស្រឡាញ់ពេញចិត្តបានប្តីនឹងទម្លាក់ក្បិតព្រុសបើអញកុំតែបានឃើញអាពាក្យនឹងថោនោះដាច់កបាត់លាប្រពន្ធវឹងអញទៅទិញថោនោះឲ្យតលបានទៅទិញថោនោះយកមកទុកលើផ្ទះហ្មងដោយសារពាក្យអប់រំហ្នឹងយើងចេះស្រឡាញ់គ្នាពរជ័យសពបែបយ៉ាងដែលឲ្យអំបញ្ញមាញ់ខាងដើមទាំងអស់តើមនុស្សយើងបានសុខដោយសារពរជ័យសុខពិតប្រកបដោយសារពរជ័យឬការប្រព្រឹត្តដោយសារការប្រព្រឹត្តទេជាលីនិងក្រស្នាការអ្នកឲ្យពរមិនមែនត្រឹមតែប្រសងអាចារ្យប៉ុណ្ណេះទេប្រអិនមកទៀតប្រព្រំមកទៀតមកឲ្យពរទីបំផុតជាលីនិងក្រស្នាបែកគ្នាវិញដោយសារអីដោយសារការប្រព្រឹត្តមិនអនុវត្តទៅតាមទូនីតិប្តីប្រពន្ធឲ្យពរអាមិនក៏ទៅមិនឈ្នះដែរអញ្ចឹងប្តីប្រពន្ធនៅជាមួយគ្នាដូចគេដឹកកែវដាក់ល្អីទៅបើមិនមានតំណប់ទេកែវនឹងកិច្ចគ្នាប្រើបែកអស់បើអញ្ចឹងតើគេដាក់តំណប់ហើយតំណប់វានឹងគឺស្អីគឺធរ
តលខាងប្រពន្ធមានធរតំណប្តីខាងប្តីមានធរតំណប្រពន្ធបើមិនមានធរតំណពេលនៅជាមួយនេះទៅកិច្ចគ្នាប្រាវអីចាអញ្ចឹងបានប្តីប្រពន្ធពីរនាក់ស្រឡាញ់គ្នាណាស់ចូលមកថ្វាយអង្គមប្រពុតថាបបពិតព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គស្រឡាញ់គ្នាមិនចង់ឲ្យបែកគ្នាទេព្រះអង្គតើធ្វើម៉េចទៅឲ្យបានជាប្តីប្រពន្ធរាល់ជាតិបានប្រពុតប្រាប់ថាសមៈសទ្ធាសមៈសីលាសមៈចាគាសមៈបញ្ញាធ្វើអ្វីឲ្យព្រមគ្នាបើប្តីមានសទ្ធាជួយដឹកនាំប្រពន្ធឲ្យមានសទ្ធាបើប្តីធ្វើសិលដឹកនាំប្រពន្ធឲ្យមានសិលបើប្តីធ្វើចាកៈដឹកនាំប្រពន្ធឲ្យមានចាកៈបើប្តីមានបញ្ញាដឹកនាំប្រពន្ធឲ្យមានបញ្ញាឬក៏បើប្រពន្ធអ្នកមានសទ្ធាសីលៈចាកៈបញ្ញាដឹកនាំប្តីវិញបើធ្វើអ្វីឯកភាពព្រមគ្នាមិនចេះបែកគ្នាទេមនុស្សយើងដែលជួបគ្នាមកពីអតីតជាតិពីជាតិមុនមកយើងធ្លាប់ជួយគ្នាធ្វើល្អជាមួយគ្នាបានជាតិហ្នឹងនាំឲ្យមកជួបគ្នានឹងនោះមនុស្សមនគររាប់លានអ្នកគេមិនព្រមយកមកយកយើងមកពីគូរបស់យើងពីអតីតមកមនុស្សរាប់លានអ្នកគេមិនស្រឡាញ់មកស្រឡាញ់យើងអាហ្នឹងវាចឹងណាជួនកាលយើងមើលអញ្ចឹងដែរយើងមើលតែគេរាប់រយអ្នកមិនស្រឡាញ់មកស្រឡាញ់តែម្នាក់ហ្នឹងមកពីម្នាក់ហ្នឹងធ្លាប់មានទំនាក់ទំនងជាមួយយើងពីជាតិមុនមកធ្លាប់ជួយយើងជាប្តីជាប្រពន្ធយើងតួយ៉ាងដោយប្រពុតទៅធ្លាប់ជាប្តីប្រពន្ធរាល់គ្នាមករាប់លានជាតិមកហើយបានជាឃើញគ្នាមាននិស្ស័យអញ្ចឹងបើធ្វើល្អជាមួយគ្នាទៅមនុស្សមិនចេះបែកគ្នាទេបើគ្មានធម៌ជាមួយគ្នាទេនឹងបែកគ្នាហើយយើងមើលនន្តយៈអបាសកប្តីប្រពន្ធប្តីអ្នកធ្វើបុណ្យប្រពន្ធមុខមិនដែលរីកទេញោមមុនលោកមកឆាន់ក៏មិនរីកភ្ញៀវខាងប្តីក៏ប្រពន្ធនឹងមុខមិនរីកជាមួយម្ល៉េះហើយមិនជ្រះថ្លាជាមួយភ្ញៀវមិនរីករាយជាមួយភ្ញៀវជាមួយមិត្តភ័ក្តិខាងប្តីម្ល៉េះហើយបែកគ្នាប្តីសពថ្ងៃទៅនៅឋានសួគ៌ទៅហើយប្រពន្ធទៅនៅនរកបាត់ទៅប្តីនឹងទៅមានប្រពន្ធផ្សេងទៀតដែលមានចិត្តដូចគ្នាសំបីតែមកខៈមាននប់កើតជាប្រអិនប្រពន្ធធ្វើបុណ្យជាមួយទាំង3ទៅកើតជាមួយប្រពន្ធមួយមិនធ្វើជាមួយទៅកើតកុកញីតែម្នាក់ឯងដែរឃើញបែកគ្នាដែរចឹងហើយបានពពោធិសត្វក្តីវិសាខាអនាថបណ្ណកសិទ្ធិដែលបានជួបប្រពន្ធល្អនេះមិនតែជាតិនឹងទេជួបតាំងពីអតីតជាតិមកគេធ្វើល្អជាមួយគ្នាបានកម្មនាំមកជួបគ្នារាល់ជាតិហ្នឹងបានព្រះអង្គសម្ដែងពីតួនាទីប្តីប្រពន្ធបើចង់នៅជាមួយគ្នាក្នុងផ្ទះហ្នឹងឲ្យបានសុខជាមួយគ្នាតលតែអនុវត្តតាមតួនាទីចឹងបានថាផ្ដាំដល់ប្តីប្រពន្ធទាំងឡាយដែរបើអាសាឆ្លោះគ្នាកុំឆ្លោះគ្នាទៀតអីញោមណែញោមណាហ្នឹងហើយបើករណីណាត្រឹមមិនបានសុំដើរចេញរៀងខ្លួនទៅអានឹងបើសិនជាទ្រាំមិនបានមិនចេះរួមរស់ជាមួយគ្នាទេអានឹងយើងដើរចេញរៀងខ្លួនទៅនឹងដូចអ្នកនៅស្រុកនេះញោមដឹងហើយច្រើនគូហើយមែនទេញោមណាមិនមែនគុំគួនគ្នាទេតាមអាត្មាដឹងនោះតែដើរចេញហើយបានន័យថាគេអស់ការស្រឡាញ់ដូចគ្នាហើយមិនចឹងទេញោមអ្នកឯងមានប្តីទៀតទៅខ្ញុំមានប្រពន្ធទៀតទៅចឹងមិនមានអីត្រូវខឹងគ្នាទៀតទេព្រោះពួកយើងមិនមានការស្រឡាញ់មិនអាចរួមរស់ជាមួយនឹងគ្នាបន្តទៅទៀតបានប៉ិនប្រសពខ្មែរយើងមិនស្រួលទេណាស្អប់គ្នាណាមែនទេញោមសងសឹកសងសឹកស្រុកខ្មែរយើងហ្នឹងហើយប៉ិនប្រសពនេះខ្មែរយើងមកនៅស្រុកនេះតាមអាត្មាស៊ើបសួរទៅពេលខ្លះបើយើងជាប់ជាមួយកូនមានកូនមិនតាន់បានបែកកូនទៅណាទេកូនមិនតាន់គ្រប់អាយុ18គឺយើងត្រូវការមកលេងកូនយើងត្រូវការយកកូនយើងទៅដើរលេងនេះឯនោះអីពេញទឹកពេញដីក៏បានហើយមកជួបគ្នាឲ្យកូនអីបន្តទៅវិញទៅមកអីសុខសប្បាយគ្នាឯងមានប្រពន្ធខ្ញុំមានប្តីមែនទេញោមចឹងមែនទេហ្នឹងបើនៅស្រុកបារាំងផ្ទះគាត់2ជាន់ប្រពន្ធនៅផ្ទះក្រោមប្តីនៅផ្ទះលើគាត់ចែកគ្នាប្រពន្ធនៅក្រោមគាត់មានប្តីគាត់ហើយប្តីនៅលើគាត់មានប្រពន្ធគាត់ទៅយកមកពីស្រុកខ្មែរខ្ចីលហកហើយសួរថាម៉េចគាត់អត់មានឃើញឆ្លោះគ្នាលេងគាត់ធ្វើមហូបគាត់ធ្វើអីហើយគាត់យកឲ្យប្តីគាត់ហ្នឹងហើយប្តីគាត់មកពីធ្វើការមកពីអីណានេះគាត់មានអីរបស់ផ្ញើគាត់យកផ្ញើកូនគាត់អញ្ចឹងបានន័យថាសួរគាត់ថាម៉េចបានអត់មានអីត្រូវឆ្លោះគ្នាទេគេលែងស្រឡាញ់គេលែងត្រូវការគេលែងចង់រួមរស់មិនអាចបង្ខំគេបានមែនទេញោមណាបង្ខំបានតែកាយតែមិនអាចបង្ខំចិត្តបានអញ្ចឹង